ให้លោកសានសាធុការអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលរងនៅការចោទប្រកាន់ថាជំរិតយកប្រាក់ពីអ្នករកស៊ីអនឡាញទៅសួរនាំខណៈអ្នកនាំពាក្យប្រាប់ថាបើមានពាក្យបណ្ដឹងនោះក្រសួងមហាផ្ទៃនឹងបន្តបើកការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅក្រោយមានការចែករំលែកគ្នាយ៉ាងផុសផុសនៅលើបណ្ដាញសង្គមជុំវិញករណីលោកសានសាធុការអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចមួយរូបកំពុងរងនឹងការចោទប្រកាន់ថាដែលជំរិតយកប្រាក់ពីអ្នករកស៊ីអនឡាញច្រើនអ្នកជាថ្នូរនឹងការមិនបង្ក្រាបដោយតម្រូវឲ្យវាយប្រាក់ជូនទៅលោកតាមប្រព័ន្ធធនាគារនៅពេលនេះនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានកោះហៅមន្ត្រីរូបនោះចូលទៅបំភ្លឺជុំវិញនឹងការចោទប្រកាន់ខាងលើនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធីការកោះហៅលោកសានសាធុការឲ្យចូលទៅបំភ្លឺបានធ្វើឡើងក្រោយពីអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកបានបង្ហោះសារដោយបានចោទប្រកាន់លោកសានសាធុការអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានជំរិតលុយប្រជាពលរដ្ឋដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះចំនួន$500សហរដ្ឋអាមេរិកនិងបង់ប្រាក់ជាប្រចាំខែទៀតផងយោងតាមសេចក្តីប្រកាសព័ត៌មានចុះនៅថ្ងៃទី22ខែមេសាឆ្នាំ2025នេះរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺនោះថាពាក់ព័ន្ធករណីខាងលើនេះនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្រោយទទួលបានព័ត៌មានខាងលើនេះនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការចាត់តាំងសមាភិបក្រុមការងារដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតប្រមូលព័ត៌មាននិងបានធ្វើការកោះហៅលោករស្មីតូសានសាធុការឋានៈអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមកធ្វើការសាកសួរបំភ្លឺជុំវិញនឹងករណីខាងលើដើម្បីនាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធីបន្តជុំវិញបញ្ហានេះដែរលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុកឲ្យដឹងថាករណីនោះបើមិនពិតយើងនឹងសម្អាតឲ្យគេឈ្មោះគាត់ល្អប្រសើរបើមានភស្តុតាងពិតប្រាកដយើងអនុវត្តទៅតាមបទដ្ឋានវិន័យនគរបាលជាតិលោកទូចសុខៈបានឲ្យដឹងទៀតថាថ្នាក់ដឹកនាំក្រសួងបានទទួលព័ត៌មាននេះហើយនិងកំពុងពិនិត្យស្រាវជ្រាវដោយមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិនិងអង្គភាពដែលលោកសានសាធុការបម្រើការងារផ្ទាល់តែម្ដងដើម្បីស្វែងរកការពិតយ៉ាងណាអ្នកនាំពាក្យរូបនេះលើកឡើងថានេះគ្រាន់តែជាដំណាក់កាលស៊ើបអង្កេតដំបូងប៉ុណ្ណោះហើយប្រសិនបើមានពាក្យបណ្ដឹងចូលមកកាន់ក្រសួងផ្ទាល់នោះអគ្គធិការដ្ឋាននៃក្រសួងមហាផ្ទៃនិងបន្តបើកការស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅជាងនេះទៅទៀតសូមជម្រាបថាកាលពីពេលថ្មីនេះលោករស្មីតូសានសាធុការហៅធុនសាធុការអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានរងនឹងការចោទប្រកាន់ថាបានជំរិតទារលុយពីប្រជាពលរដ្ឋដែលប្រកបរបរលក់អនឡាញជាច្រើនអ្នកដោយអះអាងថាខ្លួនជាមន្ត្រីគយចល័តមានអំណាចចាប់បង្ក្រាបផលិតផលទូទាំងប្រទេសលើបណ្ដាញសង្គមគេពិតជាឃើញមានរូបភាពជាច្រើនសន្លឹកអំពីប្រតិបត្តិការវេលលុយតាមប្រព័ន្ធធនាគារទៅឲ្យលោកសានសាធុការពិតមែនដោយអ្នកខ្លះវេលដល់ទៅ$500មានដល់បានសម្រាប់និងតម្រូវឲ្យបង់$300នៅក្នុងមួយខែថែមទៀតក្នុងនោះជនរងគ្រោះបានវេលលុយតាមរយៈគណនីធនាគារអេស្រីដាទៅឲ្យឈ្មោះធុនសាធុការចំនួន$500យ៉ាងពិតប្រាកដគាត់បន្តថាដោយមិនយល់ពីច្បាប់និងដោយភ័យខ្លាចចំពោះការគំរាមកំហែងរបស់លោករស្មីតូសានសាធុការជនរងគ្រោះក៏ឲ្យលុយ$500តាមការទាមទាររបស់លោកសាធុការទៅក្រោយមកនៅរសៀលថ្ងៃទី20ខែមេសាឆ្នាំ2025លោករស្មីតូសានសាធុការហៅធុនសាធុការបានបដិសេធតាមរយៈសារព័ត៌មានក្នុងស្រុកមួយដោយលោកប្រាប់ថាខ្ញុំអត់ដឹងទេព្រោះមិនបានធ្វើអញ្ចឹងផងត្រង់សំណួរថាហេតុអីការផ្ញើលុយទៅតាមរយៈគណនីអេស៊ីលីដាមានឈ្មោះធុនសាធុការលោករស្មីតូសានសាធុការហៅធុនសាធុការអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថាអត់មានគណនីខ្ញុំទេគឺខ្ញុំអត់ដឹងសោះ